mean about the future phonetic symbol for pronunciation. Phonetic symbol for pronunciation. ពីលិខិតសញ្ញាសម្រាប់បន្លឺសូរសំឡេងពីលិខិតសញ្ញាសម្រាប់បន្លឺសូរសំឡេងដល់ពីវីដេអូនេះយើងបានសិក្សាពីដល់ឆ្លងនេះហើយឥឡូវនេះក្នុងវីដេអូនេះយើងសិក្សាពី consonant sound ម្ដងវាជា consonant sound អាណា consonant sound សូរសំឡេងពីជំនះសូរសំឡេងពីជំនះទាំងនេះគឺជា phonetic symbol consonant sound វិទ្យាឬក៏ថាជាទូអក្សរដែលតំណាងទៅទូសំឡេងជាជំនះសម្រាប់សំឡេងសម្រាប់អានសំឡេងទូសំឡេងពីនៅក្នុងភាសាអង់គ្លេសហើយផងណាគឺជាជំនះដែលជាអក្សរខ្មែរដែលបត់សូរថាសូរសំឡេងជាជំនះមួយស្មើនឹងជាជំនះខ្មែរដែលជាសំឡេងអាហើយគ្នាឬក៏ថាយើងរៀនឬក៏អាចថាដូចគ្នាដែលយើងអាចយកទៅសរសេរសម្រាប់អានពីនៅក្នុងភាសាអង់គ្លេសបានឥឡូវនេះយើងចាប់ផ្ដើមអានទាំងអស់គ្នាហត់ហត់ពីដែលស្ទើរហត់ពីដល់ពីនេះគឺជាតម្រាង consonant sound អញ្ចឹងពីនេះវាស្មើនឹងអក្សរផូឬក៏ផ for example pen pen វា pen pen នេះគេថា big big ទៅទៅបដោយសាក់ទៅពីក្រោយ then one more time ផស្មើនឹងអក្សរផូឬក៏ផ pen គេថា big for this one B but then but មកនឹងអក្សរបឬក៏បូ for example there yeah there there តែថាប្រាក់ one more T ផាក់ផាក់មកនឹងអក្សរធឬក៏ហ for example table table ដែលជា symbol យើងសម្រាប់អាន table table ទីផាក់ដាក់ស្រៈ A ទៅលេពីទីដាក់ដល់ sound យើងទៅដល់ទីស្រៈ A table table តែថាតបតបវាD ដាក់ដាក់មកនឹងអក្សរដឬក៏យ៉ង for example ដវាដងប្រែថាឆ្កែតទៅទៀត this one K cut again cut មកអក្សរខឬក៏ខ for example king king វា king តែថាស្ដេចឬក៏ព្រះមហាក្សត្រ this one L left មកអក្សរឡូឬក៏ឡ for example late តែថាយឺ one more this oneនេះស្មើអក្សរម៉ូឬក៏ម៉ម៉ាក់ for example man ហើយយើងទៅសេសិខាងហ្នឹងស្មើman ម៉ាក់ម៉ូនេះស្អែអានេះយើងប្រកបឲ្យសិក្សានេះយើងតែអត់ស្មើអក្សរម៉ូដាក់ឲ្យស្រៈ A តែនេះយើងថាស្មើអក្សរឡូឬក៏ណ man ម៉ូ man no man ខ្ញុំបង្ហាញទៅឲ្យយើង
man แต่ថាបុរសតែ the last one here and អានេះគឺយើងគឺយើង and ចឹងអានេះណាក់ចាមកអក្សរ no ឬក៏ no ឬក៏ no for example name គឺ name តែថាឈ្មោះទាំងអស់នេះគឺជា consonant sound ដែលភាសាគឺតែចងចាំដើម្បីពីស្អានដែរហើយយើងប្រកបតាមលក្ខណៈអក្សរខ្មែរទៅគឺយើងអាចអានបានណាតាមពីលក្ខណៈប្រាក់ហើយយើងហើយនៅសូវវិទ្យាសូវពីលក្ខណៈសូវពីប្រាក់ទៅយកពីប្រកបទៅអាចអានពីនឹងបានដូចពីហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងទៅប៉ុណ្្នឹងទេដែលទៅចាំសិក្សាវីដេអូលើក្រោយបន្ត